សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចគឺការមកដល់ផ្ទះនីវ៉ាទៀតហើយអ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងគេក៏បានជួយកាត់បន្លាយវ៉ាអញ្ចឹងណាមើលទៅនៅពេលដែលបានមកជួបវ៉ាទឹកមុខរបស់កែវគឺសោះស្រាយខ្លាំងមែនទែនហើយសប្បាយចិត្តខ្លាំងទៀតផងដោយមិនខ្លាចពុករបស់ខ្លួនឬក៏តាដួងមកស្ដីថាឲ្យទៀតនោះទេតើកុំឲ្យខាប់ពេកយូរយើងចូលពីបន្តតែម្ដងកាត់ចូលមកដល់វ៉ាដដែលអ្នកទាំងអស់គ្នាឃើញថានៅពេលហ្នឹងគឺគេកំពុងតែដប់រត់ប្រហែលជារត់ហ្នឹងមកលេងសុកស្រាយអញ្ចឹងណាអ្នកទាំងអស់គ្នាកំពុងតែជីសុកនោះរត់ក៏បានឃ្លានទឹកហើយនៅពេលហ្នឹងវ៉ាក៏បានចូលឡើងបង្យ៉ាលក់ទឹកអំពៅហើយគ្រាន់តែមកដល់ភ្លាមចាស់ចាស់ដែលអង្គុយហូបទឹកអំពៅនៅទីនោះក៏បានសម្លឹងវ៉ាហើយនឹងរត់ខ្លាំងមែនទែនហើយក៏បាននិយាយថាសង្ស័យពីរនាក់ហ្នឹងគឺជាគូស្នេហ៍គ្នាអញ្ចឹងណាវ៉ាក៏បាននិយាយថារត់គឺជាមិត្តភក្តិរបស់គេនៅភ្នំពេញហើយក៏បានមកលេងទីនេះទៅតែប៉ុណ្ណឹងណាអ្នកភូមិក៏បានស៊ីត្រាវវ៉ាទៀតហើយមើលទៅបន្ទាប់ពីបានទឹកអំពៅផឹកហើយនោះវ៉ាហើយនឹងរត់ក៏បានជិះដំណើរទៅផ្ទះរបស់គេទៀតហើយនៅពេលនោះកែវក៏បានមកដល់ដើម្បីផឹកទឹកអំពៅដែរអញ្ចឹងទៅហើយកែវក៏បាននិយាយគ្នាលេងជាមួយមិញដែលហូបទឹកអំពៅនៅទីនេះដូចគ្នាក៏មានមិញម្នាក់គាត់បាននិយាយប្រាប់កែវថាព្រឹកមិញនេះមិញបានឃើញវ៉ាបណ្ដាស្រីស្អាតមកពីណាទេមកអង្គុយផឹកទឹកអំពៅនៅទីនេះហើយមើលទៅសមគ្នាអើយសមហើយមើលទៅវ៉ាយកចិត្តទុកដាក់ជាមួយនឹងកូនស្រីនោះខ្លាំងមែនតើបើមិនមែនជាគូស្នេហ៍ទៅចម្លែកលឺអញ្ចឹងហើយទឹកមុខរបស់កែវគឺប្រែក្រៀមក្រំតែម្ដងហើយក៏បានស្រែកហៅបង្យ៉ាហ្នឹងឲ្យគិតលុយទាំងខ្លួនឯងហ្នឹងមិនតាន់បានផឹកទឹកអំពៅផងផឹកមិននឹងចូលអ្នកទាំងអស់គ្នាទឹកអំពៅផ្អែមប្រែជាល្វីងវិញឯហ្នឹងកលេចមកមើលវ៉ាវិញឃើញថានៅពេលហ្នឹងគេក៏បានរកផ្ទះជួលឲ្យរត់រួចហើយក៏ជួយយកអាសាបោះសម្អាតអីអញ្ចឹងណារត់ក៏បានយកទឹកយកអីឲ្យវ៉ាផឹកស្រាប់ពេលដែលកែវជិះម៉ូតូមកឃើញហើយក៏បានឃើញថាពួកគេនឹងផ្អែមល្ហែមជាមួយគ្នាខ្លាំងមែនតើកុំមើលទឹកមុខឲ្យសោះអ្នកទាំងអស់គ្នាមុខឡើងកំមើហ្មងឃើញគេស្និទ្ធស្នាលគ្នាអញ្ចឹងដែលត្រង់មិនបានណានាងក៏បញ្ឆេះម៉ូតូនឹងជិះទៅមុខទៀតហើយនៅពេលហ្នឹងវ៉ាក៏បានងាកឃើញកែវដែរកាត់ចូលមកដល់មិញឌឿនវិញឃើញថានៅពេលហ្នឹងគាត់ពីអ្នកនេះដែរហ្នឹងគឺជិះម៉ូតូមកឡើងបញ្ញាបញ្ញាដើម្បីមកផ្ទះតាដួងហើយក៏បានជួបគ្នាជាមួយនឹងពូមឿនដែលគាត់មិនបាននិយាយអ្វីច្រើននោះទេគឺនិយាយរឿងរៀបការរបស់កែវហ្នឹងហើយមិញឌឿនគាត់បាននិយាយថាឥឡូវហ្នឹងគាត់បានដោះប្រាថ្នារបស់គ្រូឲ្យរួចហើយអ្នកកាត់ឆ្នាំម្សាញ់ដែលជាគូប្រេងរបស់កែវនោះគឺជានីដែនកូនប្រុសរបស់គាត់នឹងហើយគាត់ក៏បានហុចក្រដាស់មួយហ្នឹងទៅឲ្យពូមឿនមើលនៅពេលហ្នឹងនីដែនធ្វើជាភ្ញាក់ផ្អើលអីអញ្ចឹងណាថាម៉ាក់គេហេតុអីក៏អត់ប្រាប់គេអញ្ចឹងចំណែកឯពូមឿនវិញគឺគាត់មានការកាំងជាខ្លាំងក៏បានសួរបញ្ជាក់ទៅមិញឌឿនថាច្បាស់ឬអត់មិញឌឿនគាត់ក៏បាននិយាយថាគាត់បានយកថ្ងៃខែឆ្នាំកំណត់របស់នីដែនហើយនឹងកែវហ្នឹងទៅឲ្យគ្រូអយមើលហើយគ្រូអយបាននិយាយថាគឺឆ្នាំអ្នកទាំងពីរហ្នឹងត្រូវគ្នាហើយល្អខ្លាំងមែនតើមួយទៀតគឺជាគូពីអតីតជាតិទៀតផងព្រមលិខិតបានកំណត់រួចហើយយើងមិនអាចប្រកែកបាននោះទេពូមឿនគាត់ក៏បាននិយាយថាចាំមើលគាត់សួរចិត្តកែវសិនកាត់ចូលមកដល់នីវ៉ាវិញឃើញថានៅពេលហ្នឹងគេក៏បាននាំរត់ហ្នឹងមកលេងផ្ទះហើយក៏បានហូបបាយជុំគ្នាជាមួយនឹងម្ដាយហើយនឹងអ៊ំទៅបន្ទាប់ពីបានញ៉ាំបាយញ៉ាំអីជុំគ្នារួចហើយវ៉ារបស់យើងក៏បានជិះម៉ូតូចេញមកខាងក្រៅហើយក៏បានជួបជាមួយនឹងកែវពាក់កណ្ដាលផ្លូវក៏បានសួរនាំកែវក៏បាននិយាយថាគឺគេមកពីចំការវ៉ាក៏បាននិយាយថាស្មានតែមកពីដើរលេងកែវក៏បានតបវិញថាគ្មានអ្នកដើរលេងជាមួយហងនៅពេលហ្នឹងវ៉ាក៏បាននិយាយថាអញ្ចឹងដើរលេងជាមួយគ្នាហ្មងអញ្ចឹងហើយកែវរបស់យើងក៏បានឆ្លើយថាអត់ចង់ឡើងលឿនលក្ខណៈថាខឹងមិនដឹងថាខឹងអីទេអ្នកទាំងអស់គ្នាកន្លែងហ្នឹងធ្វើចរិតឡើងមូម៉ៅហ្មងណាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់នឹងឯងវ៉ាមិនចោះចាញ់នោះទេក៏បានបបួលកែវហ្នឹងទៅនិយាយគ្នានៅឯវាស្រ័យលេងហើយដល់ទ្រាំមិនបានហ្នឹងកែវក៏បានយកព្រមទៅដោយគិតថានីវ៉ាមកម្នាក់ឯងណាអ្នកទាំងអស់គ្នាប៉ុន្តែផ្ទុយស្រឡះវ៉ាបានដឹករត់ហ្នឹងមកជាមួយដែរក៏បានណែនាំនារីរត់ហ្នឹងឲ្យស្គាល់គ្នាជាមួយនឹងកែវហើយមើលទឹកមុខកែវរបស់យើងណាអ្នកទាំងអស់គ្នាបន្ទាប់ពីបាននិយាយគ្នាលេងនៅខាងក្រៅរួចហើយពួកគេក៏បានត្រឡប់មកផ្ទះវិញហ្នឹងគឺនិយាយគ្នាតទៀតដោយកែវហើយនឹងរត់ហ្នឹងបានអង្គុយនិយាយគ្នាលេងអញ្ចឹងណានារីរត់ក៏បាននិយាយថានៅស្រុកស្រែគឺសោះស្រាយខ្លាំងមែនតើហើយកែវក៏បាននិយាយបែបបន្លាចណាទាំងអស់គ្នាក៏បាននិយាយថានៅស្រុកស្រែសោះស្រាយតែពេលថ្ងៃទេប៉ុន្តែនៅពេលយប់វិញគឺមានសម្លេងឆ្កែលូចំណែកឯស្លឹកឈើវិញបក់ហើយនៅមានរឿងជាច្រើនទៀតគួរឲ្យខ្លាចដោយកែវបានសួររត់ហ្នឹងខ្លាចខ្មោចអត់បើមិនជឿទេចាំមើលយប់ហ្នឹងចាំសង្កេតមើលខ្លួនឯងទៅមុននឹងទៅបន្ទប់ទឹកមើលឆ្វេងមើលស្ដាំក្រែងលោកឃើញមនុស្សណាបែបចម្លែកគួរឲ្យខ្លាចឬក៏មានមនុស្សស្រីណាសក់វែងស្លៀករ៉ូបវែងឃើញមកអង្គុយនៅខាងក្រៅអីអញ្ចឹងចេញមកគឺនិយាយបន្លាចគេតែម្ដងហើយនៅពេលហ្នឹងរត់ក៏បាននិយាយថាអញ្ចឹងនាងអាចទៅស្នាក់នៅជាមួយនឹងមីងភីហើយនឹងមីងភីសិនឬមួយក៏ឲ្យវ៉ាហ្នឹងមកស្នាក់នៅជាមួយនាងសិនក៏បានដែរដើម្បីកុំឲ្យនាងខ្លាចនោះអីកែវគិតថាមួយណាល្អជាងនៅពេលហ្នឹងកែវក៏បាននិយាយថាអត់ល្អទាំងពីរហ្នឹងនារីរត់ក៏បាននិយាយថាឬក៏កែវឲ្យមកស្នាក់នៅជាមួយខ្ញុំនៅពេលហ្នឹងកែវនិយាយអីអត់ចេញនោះទេហើយក៏បានសើចអុញមុញនឹងបាននិយាយទៀតថាតាមពិតទៅគេនិយាយលេងជាមួយនឹងរត់ទេនៅលើលោកនេះគ្មានខ្មោចអីនោះទេបន្ទាប់ពីបាននិយាយគ្នាលេងហើយកែវវ៉ាហើយនឹងរត់ក៏បានមកបេះបន្លាយជាមួយគ្នាបន្ទាប់ពីបានបេះហើយក៏បានមកអង្គុយលេងទៀតហើយនៅពេលហ្នឹងកែវក៏បន្លាយគេទៀតហើយអ្នកទាំងអស់គ្នាបាននិយាយថាមានដង្កូវនឹងនៅលើរត់ហើយនៅពេលហ្នឹងរត់ស្រែកខ្លាំងមែនតើរហូតដល់វ៉ាហ្នឹងរត់មកបេះដង្កូវឲ្យរត់ទៅចំណែកឯទឹកមុខរបស់កែវវិញគឺថាមិនរិចនោះទេសាច់រឿងភាគទី26ក៏បានឆ្លេះត្រឹមនេះចង់ដឹងភាគបន្តទៅជាយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នាណា